Yo ជួបជាមួយនឹងខ្ញុំ Frame 29ហើយថ្ងៃនេះខ្ញុំមកផឹកកាហ្វេហើយវាគឺជាជីវិត daily life របស់ខ្ញុំអញ្ចឹងណាហើយមួយរយៈហ្នឹងខ្ញុំចូលចិត្តដើរលេងឬក៏ទៅណាទៅណីអីចឹងម្នាក់ឯងអីចឹងណាដោយសារនិយាយទៅចង់ផ្លាស់ប្ដូរបរិបទនៃការរស់នៅនៃការធ្វើការផងអីចឹងមកមើលទេសភាពជាក្រុងហើយអីចឹងទៅវាធម្មតាយើងចាប់ផ្ដើមធ្វើការច្រើនឬក៏ថតច្រើនអីចឹងទៅគ្រប់គ្នាឆ្ងល់ទៅថាមិនបានខ្ញុំទៅជាបែបជាលក្ខណៈច្រើនថាឈៀលអីចឹងណាពីច្រើនធម្មតាទេជីវិតយើងត្រូវការមានធ្វើការខ្លះដើរលេងខ្លះពិបាកខ្លះហើយការរស់នៅយើងធម្មតានិយាយទៅត្រូវត balance ជាមួយគ្នាអញ្ចឹងណាហើយដឹងស្រាប់ហើយនៅខ្ញុំចូលចិត្តនិយាយទៅ everything chill និយាយទៅមើលទៅអត់សូវចូលចិត្តអីពិបាកឯងព្រោះយើងពិបាកយូរអីអញ្ចឹងណាហើយហើយមកធ្វើការងារដូចឥឡូវនេះអញ្ចឹងគឺយើងមិនថាអីទេយើងនៅតែការងារយើងគឺនៅតែធ្វើដើរលេងយើងនៅតែដើរមិត្តភ័ក្តិយើងនៅតែជួបរាប់អានយើងចង់ថាមិនមែនថាអូត្រូវទៅផ្ដាច់ពីពិភពលោកបាត់ឈឹងហ្មង no អត់ទេគេអញ្ចឹងណាតែហើយមួយរយៈនេះរៀង chill ពេកទៅរៀងឡើងគីឡូឡើងអីពេលខ្លះក៏គិតថាI should go to gym again white box again អីចឹងប៉ុន្តែហ្នឹងហើយដូចឃើញអញ្ចឹងមិញគឺសិតតែបងហើយបងប្អូនដែលធ្លាប់ធ្វើការមួយអីចឹងឥឡូវត្រឡប់មកនិយាយម៉ូតូវិញទៀតហ្នឹងហើយចូលចិត្តទៅលាងម៉ូតូនៅកន្លែងបងមើលអញ្ចឹងណាហើយពីច្រើនគាត់អាសា recommend ឲ្យគ្នាឯងអញ្ចឹងទៅជួយ support local លោកអីអូខេអញ្ចឹង vlog ខ្ញុំថ្ងៃហ្នឹងវាមានតែប៉ុណ្្នឹងឯងអត់មានចង់អីនិយាយច្រើនទេគ្រាន់តែគាត់កុំឲ្យទាំងអស់គ្នាមើលទៅតែខ្ញុំប្លែកអីអញ្ចឹងណាសុកថតជិះម៉ូតូអីអញ្ចឹងទៅតែមែនទេខ្ញុំចង់ផ្លាស់ប្ដូរបរិបទតែការរស់នៅឲ្យសមនឹងអីដែលយើងទទួលបានខំប្រឹងប្រហែលក្នុងមួយឆ្នាំនេះនិយាយទៅខ្ញុំអត់តន់ធ្វើ content អ្វីដែលខ្ញុំរៀបចំឬក៏អីទេប៉ុន្តែគាត់ថា I think maybe I should do again ហើយមានអ្នកខ្លះគាត់សួរមិនកំពុងធ្វើ content ឡើងវិញមកឯងអីចេះចឹងទៅគាត់ចាំមើលចាំអីចឹងប៉ុន្តែដូចនិយាយចឹងខ្ញុំនឹងត្រឡប់មកធ្វើវិញមិនមែនថាអត់អីធ្វើអីមិនមែនទេអញ្ចឹងsee you soon ហើយជួបគ្នានៅវីដេអូថ្មីៗតទៀតកុំភ្លេច